តាអ៊ុំជារូបសំណាក់មេតបខ្មែរសាងសង់បែរមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនចៅខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយកំទេចរូបសំណាក់លោកតាអ៊ុំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីបានជាយោធាថៃស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធនឹងគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេទ័ពខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង2000នាក់ទៅទិសខាងជើងដើម្បីបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនបើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវាយលុកទប់ទល់នឹងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនេះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនេះបានជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកធ្វើពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះនេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់នឹងខេត្តឧបលប្រទេសថៃរូបសំណាក់លោកតាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សក្រងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាដែលកន្លងមកទីហ៊ានសៀមតែងតែចោទថាខ្មែរបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់27ខែធ្នូឆ្នាំ2025កន្លងមកនេះ